សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូចង់ចែកម្លែកបទពិសោធន៍ខ្លះៗតាក់ទងទៅនឹងការប្រឡងប្រជែងមួយចំនួនហើយរឿងដែលសំខាន់ដែលបងប្អូនត្រូវតែមាននៅក្នុងខ្លួននោះគឺសេចក្តីក្លាហានជាមុនសិនអញ្ចឹងតើបងប្អូនមានភាពក្លាហានហ៊ានសាកល្បងហ៊ានចង់ទទួលបានបទពិសោធន៍ក៏ដូចជាចង់ពង្រឹងសមត្ថភាពខ្លួនឯងនិងអភិវឌ្ឍខ្លួនឯងក្នុងករណីបងប្អូនក្លាហានហើយជំហានបន្ទាប់គឺបងប្អូនត្រូវតែខិតខំប្រឹងប្រែងស្រាវជ្រាវរងមេរៀនផ្សេងតាមប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាតាមរយៈសៀវភៅបងប្អូនត្រូវស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងការប្រកួតប្រជែងមួយហ្នឹងលោកគ្រូឧទាហរណ៍ថាបងប្អូនចង់ប្រឡងសិស្សបកែឬក៏បងប្អូនចង់ប្រឡងនិយាយជាសាធារណៈណាមួយអញ្ចឹងបងប្អូនត្រូវចាំមុននឹងបងប្អូនទៅប្រឡងសិស្សបកែឬក៏បងប្អូនទៅប្រឡងនិយាយជាសាធារណៈតើបងប្អូនបានស្រាវជ្រាវអ្វីខ្លះហើយឬនៅហើយបន្ទាប់ពីបងប្អូនក្លាហានហើយបងប្អូនហ៊ានដាក់ហើយបងប្អូនហ៊ានដាក់ឈ្មោះទៅហើយបងប្អូនហ៊ានចុះឈ្មោះហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្តគឺពង្រឹងសមត្ថភាពខ្លួនឯងហើយខិតខំស្រាវជ្រាវមើលមេរៀនឲ្យបានច្រើនអនុវត្តការសរសេរឲ្យបានច្រើននោះវានឹងចេញផលមកឲ្យបងប្អូនហើយជាក់ស្ដែងក្នុងករណីបើបងប្អូនអត់ហ៊ានទេបងប្អូនរៀងច្រាលគិតថាខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់គិតថាខ្លួនឯងខុសនេះខ្វះនោះបងប្អូនអត់សាកល្បងបងប្អូនអត់ទាន់ដឹងទេថាខ្លួនបងប្អូនមានសមត្ថភាពកម្រិតណាហើយអ្វីដែលបងប្អូនត្រូវបន្ថែមឲ្យខ្លួនឯងឬក៏បងប្អូនត្រូវបន្ថយបាទអញ្ចឹងជាដំបូងបងប្អូនក្លាហានសិនលើកទឹកចិត្តខ្លួនឯងសិនដើម្បីឲ្យខ្លួនឯងមានឱកាសនៅក្នុងការប្រកួតប្រជែងផ្សេងហើយបើយើងក្លាហានហើយជំហានបន្ទាប់នោះគឺមានតែការប្រឹងប្រែងទេទើបទទួលបានផលមកអញ្ចឹងលោកគ្រូលើកទឹកចិត្តឲ្យបងប្អូនហ៊ានសាកល្បងហ៊ានចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងហើយក៏ដូចជាទទួលបានបទពិសោធន៍ហើយយើងដឹងថាការប្រឡងប្រជែងមួយហ្នឹងគឺគេរៀបចំបែបហ្នឹងគេធ្វើអញ្ចឹងបាទជៀសវាងការនៅតែខ្លាចនៅតែអត់ហ៊ានសាកល្បងអញ្ចឹងយើងនៅតែអត់ស្គាល់ថាការប្រឡងប្រជែងហ្នឹងគេប្រឡងរបៀបណាទេបាទអរគុណលោកគ្រូមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននឹងព្យាយាមប្រឹងប្រែងរៀនសូត្រអរគុណ